រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបសេរី microphone M12 ជាមួយនឹង Party Box Stage 320 ម្ដងកាលពីលើកមុនកាលវីដេអូមុនខ្ញុំបង្ហាញពីរបៀបសេរីជាមួយ N8 តែលើកនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីជាមួយ M12 តោះឥឡូវកុំឲ្យខាតពេកយើងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងជាដំបូងបងប្អូនមុននឹងសេរី microphone បងប្អូនត្រូវបើក microphone នេះសិនតោះមកយើងដោតខ្សែវាចេញមកអានេះអត់ប្របាក់ច្រឡំទេរនវាមានតែមួយធម្មតាបងប្អូនទិញ microphone M12 ទៅគេមានខ្សែនឹងឲ្យស្រាប់ហើយតោះមកនេះបងប្អូនធ្វើបើកបាសបើកចុចមួយមកហើយតើតើនឹង Party Box 320 Stage 320យើងវាលី microphone នេះខាងលើនេះអញ្ចឹងបងប្អូនត្រូវដោតចូលខាងក្រោយនេះសម្រាប់បងប្អូនប្រើប្រាស់គឺរន microphone ធម្មតាវាមាន2ចេះប៉ុន្តែខាងនេះយើងប្រើហ្គីតាផង microphone ផងអញ្ចឹងបងប្អូនកុំឲ្យបាក់កាច់ចុះកាច់ឡើងយើងដោតរនទី1នេះមកហើយសម្រាប់ speaker ដែលបងប្អូនមិនទាន់បិទអា again នេះបងប្អូនមួវាមកឆ្វេងអស់យើងយកខ្យល់ដៃមួក៏បានដែរតបមកយើងបើកប៉ុណ្ណឹងហើយយើងមើលមកលើ speaker ម្ដងអត់ខុសអីពីលើកមុនទេនេះយើងបើកអានេះធម្មតា echo ហើយម៉ៃយើងមាន echo ហើយយើងអត់ត្រូវបើក echo ទៀតទេអញ្ចឹងយើងបិទវាចោលហើយសលេងអានេះ volume សលេងបើយើងអត់បើកទេយើងនិយាយទៅអត់ឮទេអញ្ចឹងយើងបើកភ្លើងពាក់កណ្ដាលអញ្ចឹងមកនេះបាសនេះក៏បើកពាក់កណ្ដាល treble នេះក៏បើកពាក់កណ្ដាលអានេះគឺសម្រាប់តែសេរី microphone នេះនៅ block នេះបើនេះគេដាក់ microphone នេះបើសិនជាបងប្អូនអត់ដោត microphone ចូលទេអានេះវាអត់ដំណើរការបែបហ្នឹងទេតោះបើយើងមកមើលលើ M12 វិញលើ M12 របស់យើងជាងបងប្អូនសេរីដំបងឬក៏បងប្អូនអត់ទាន់ចេះសេរីអីបងប្អូនអាចបិទវាទាំងអស់សិនតោះមកយើងនឹងបើកវាមួយហើយនេះសលេង microphone ខាងមានយើង microphone យើងមាន2មាន A មាន B អញ្ចឹងយើងបើកខាង B វានឹងភ្លឺខាង B នេះបើសិនជាយើងបើកខាង A ទៀតភ្លឺខាង A ឥឡូវខ្ញុំបើកខាង B ខ្ញុំនិយាយឲ្យលឺសិនជីវត្តអានេះសលេងយើងអត់ទាន់សេរីតោះមកបងប្អូនត្រូវបើកសលេង treble នេះសលេងស្រួយជីវត្តអញ្ចឹងអា mic នេះជាទូទៅបងប្អូនមិនចាំបាច់បើកទេព្រោះសលេងយើងនិយាយមកល្មមបើយើងនិយាយបើកអានេះទៀតវាអាចនឹងបែកសលេងឬក៏បងប្អូនបើកដែរបើកតិចតួចមកល្មមអានេះវាអាចនឹង10ឬក៏20%ហើយបាសនេះដូចគ្នានេះបើសិនជាបងប្អូនបើកបាសនិយាយមកធ្ងន់តែកាលណាយើងបើកបាសធំពេកក៏វាអត់ល្អដែរយើងបើកមកល្មមឬក៏សលេងបងប្អូនធ្ងន់ហើយយើងមិនបើកអានេះបាសនេះកាលណាយើងបើកវាយើងធ្ងន់នេះអញ្ចឹងសម្រាប់ខ្ញុំអត់បើកទេហើយជាសិនជាបងប្អូនចង់បើកអាចបើកបានបើកតែមកល្មមបានដែរកាលណាយើងបើកខ្លាំងវាសលេងវាអត់ច្បាស់ហើយវាអាចនឹងធ្វើឲ្យកង់ហើយមួយទៀតនេះrepeat នេះនិង delay នេះគឺបងប្អូនអាចបើកទាំងពីរហ្នឹងបានវាសម្រាប់យើងច្រៀងមានលោកសលេងបើយើងអត់បើកអាពីរហ្នឹងទេអត់មានលោកសលេងអានេះយើងបើកតែមួយក៏កើតយើងត្រូវបើកទាំងពីរអញ្ចឹងសម្រាប់ delay នេះវាធ្វើឲ្យលោកសលេងហើយ repeat នេះបើសិនជាបើកតិចលោកសលេងវាលឺញាប់ចេះហើយបើសិនជាបងប្អូនច្រៀងបទបែបរៀងបុរាណអីចឹងទៅចង់បានបទច្រៀងបទបែបបុរាណយើងបើកអានេះរៀងធំតិចមកដើម្បីឲ្យពេលច្រៀងទៅនេះអាលោកកាលណាយើងបើកអានេះកាន់តែធំអាលោកសលេងរបស់យើងលឺវើលមួយបើយើងបន្ថយអានេះលឺញាប់អាលោកនេះបើខ្ញុំបើកអានេះឥឡូវខ្ញុំបើកដល់60%អាលោកអញ្ចឹងវាលឺវើលចេះចឹងការសេរីមានតែប៉ុណ្្នឹងហើយតើតើនឹង volume music នេះបងប្អូនមិនបាច់ចាំបើកក៏បានដែរចាំបើកក៏វាអត់មានអីដំណើរការដែរដោយសារពេលយើងប្រើជាមួយ JFL Party Box Series ចេះគឺយើង connect Bluetooth ទៅ speaker direct ទេ music នេះលុះត្រាតែយើង connect Bluetooth ចូល M12 បានយើងប្រើវាប៉ុន្តែបើបងប្អូនប្រើមួយ Series Party Box ចេះ connect Bluetooth ទៅបាសហ្មងវាងាយស្រួលជាងហើយសលេងវាល្អជាងហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់អាចទំនាក់ទំនងសួរថែមបាននៅតាមលេខទូរស័ព្ទឬក៏អាច comment សួរបានសូមអរគុណ